នេះជារឿងពិតនៅស្រុកបាភ្នំខេត្តព្រៃវែងផ្ទះមួយខ្នងក៏គ្រាន់តែជិះម៉ូតូកាត់ក៏គួរឲ្យខ្លាចដែរដោយសារតែមានគ្រួសារខ្មោចរស់នៅបច្ចុប្បន្ននេះគេសង្កេតឃើញថាវិទ្យាសាស្ត្រមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យមនុស្សជំនាន់ក្រោយមិនសូវជឿលើអបិយជំនឿវិញ្ញាណខ្មោចពេកបិសាចនិងបារមីអរូបីប៉ុន្មានឡើយប៉ុន្តែជាមួយគ្នានេះក៏មានមនុស្សជាច្រើននៅតែមានជំនឿទៅលើផ្លូវងងឹតទាំងអស់នេះពោលគឺសូម្បីប្រទេសលោកខាងលិចដែលមានការរីកចម្រើនខ្លាំងទៅលើវិស័យបច្ចេកវិទ្យាសាស្ត្រអ្វីក៏ដោយក៏គ្មានអំណាងច្បាស់លាស់ណាមួយលើកយកមកលាតត្រដាងពាក់ព័ន្ធជាមួយនឹងវិញ្ញាណខ្មោចព្រាយឬក៏បិសាចនោះឡើយពាក់ព័ន្ធជាមួយនឹងអបិយជំនឿនៅថ្ងៃនេះលោកអ្នកនឹងបានជ្រាបនៅរឿងមួយដែលចាស់រស់នៅជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែងបានអះអាងថាគឺជារឿងពិតដោយរឿងនេះបានកើតឡើងប្រហែលជាជាង15ឆ្នាំមុនក៏ប៉ុន្តែវានៅតែដិតដាមជាប់អារម្មណ៍របស់ពួកគាត់ជានិច្ចអ្នកស្រុកអ្នកភូមិដែលរស់នៅក្នុងតំបន់ខាងលើបានលើកយកផ្ទះមួយខ្នងស្ថិតនៅភូមិមន់ព្រៃឃុំជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែងដែលកាលជាជាង15ឆ្នាំមុននោះផ្ទះមួយខ្នងនេះត្រូវបានម្ចាស់បោះបង់ចោលទុកឲ្យនៅពាន់ទៅដោយព្រៃក្រាស់ខ្មឹករុំជញ្ជាំងនិងដំបូលផ្ទះដែលមើលទៅគួរឲ្យខ្លាចជាទីបំផុតរីឯរឿងហេតុដែលធ្វើឲ្យម្ចាស់ផ្ទះសម្រេចចិត្តនាំគ្នាទៅរស់នៅកន្លែងផ្សេងហើយបោះបង់ផ្ទះដែលទើបនឹងសាងសង់ថ្មីដែលមិនទាន់បានរស់នៅស្រួលបួននេះគឺដោយសារតែមានរឿងរ៉ាវចម្លែកគួរឲ្យព្រឺក្បាលជាច្រើនបានកើតឡើងដូចជាមានសំឡេងមនុស្សសើចសប្បាយនៅក្នុងផ្ទះមានសំឡេងដាំបាយធ្វើម្ហូបលាងចានហើយមិនតែប៉ុណ្ណោះថែមទាំងឮសំឡេងហៅម្ចាស់ផ្ទះឲ្យហូបបាយជាមួយផងដែរនៅខណៈពេលដែលកណ្ដាលអាត្រៀតឬក៏នៅកណ្ដាលថ្ងៃត្រង់ដែលម្ចាស់ផ្ទះសម្រានលេងជុំគ្រួសារនៅខាងក្រោមផ្ទះលោកអ៊ំម្ចាស់ផ្ទះក៏បានប្រាប់អ្នកស្រុកអ្នកភូមិថានៅពេលថ្ងៃត្រង់មួយគាត់មកពីស្រែអស់កម្លាំងហើយក៏បានប្រាក់ដេកនៅក្នុងអង្រឹងក្រោមផ្ទះហើយមិនដឹងនោះទេថាកូននិងប្រពន្ធរបស់គាត់នៅចំការនោះទេពីព្រោះគាត់បានឮសំឡេងរំដំចានឆ្នាំងហើយមានក្លិនឈ្ងុយធ្វើម្ហូបទៀតផងដោយសារតែក្លិនឈ្ងុយនៅតែបន្តយូរទៅទើបលោកអ៊ំអត់ទ្រាំពុំបានក៏បានស្រែកហៅឈ្មោះប្រពន្ធថាបានហូបអីយូរម៉េះមិនទាន់បានស៊ីទៀតគ្រាន់តែគាត់និយាយប៉ុណ្ណេះសំឡេងរំដំចានឆ្នាំងនិងក្លិនឈ្ងុយឆ្ងាញ់តែចេះចេញពីចង្ក្រានបានឈប់ទាំងអស់ទ្រាំមិនបាននៅការសង្ស័យលោកអ៊ំបានឡើងតាមកម្មជណ្ដើរផ្ទះទៅមើលស្រាប់តែឃើញទ្វារផ្ទះបិទជិតថែមទាំងចាក់សោក្រៅថែមទៀតផងហើយមិនបងអងយូរលោកអ៊ំបានដាក់មេប្រូចទៅអង្គុយដង្ហក់នៅផ្ទះអ្នកជិតខាងរងចាំប្រពន្ធកូនមកពីចំការវិញទើបហ៊ានចូលផ្ទះគូបញ្ជាក់ផងដែរថារឿងដដែលនេះនៅតែបន្តកើតឡើងដែលធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងក្រុមគ្រួសារមានការខ្លាចរអាជាខ្លាំងដោយសារតែមានខ្មោចលងជាច្រើនលើកច្រើនសារម្ចាស់ផ្ទះមួយខ្នងនេះទ្រាំមិនបានក៏សម្រេចចិត្តចាកចេញពីផ្ទះហើយទៅរស់នៅលើដីចម្ការរបស់ពួកគេនៅក្បែរជើងភ្នំក្រោយមកទៀតបន្ទាប់ពីម្ចាស់ផ្ទះបានបោះបង់ហើយផ្ទះមួយខ្នងនោះត្រូវបានអ្នកស្រុកភូមិហៅថាផ្ទះតាស្រុនហើយគ្រាន់តែឮឈ្មោះផ្ទះតាស្រុនក៏មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងដែរពីព្រោះទាំងក្មេងទាំងចាស់ប្រុសស្រីនៅក្នុងភូមិសុទ្ធតែបានដឹងថាផ្ទះមួយខ្នងនោះមានគ្រួសារខ្មោចរស់នៅអ្នកភូមិបាននិយាយថានៅថ្ងៃមួយមានបុរសទុកជ្រូកម្នាក់ដោយគាត់ជាអ្នកស្រុកផ្សេងត្រូវបានខ្មោចស្រីនៅក្នុងផ្ទះនោះលងទាំងកណ្ដាលថ្ងៃដែលបានបង្ហាញខ្លួនជាមនុស្សធម្មតាតែពោកូននៅចង្កេះទៀតផងហើយបានស្រែកហៅអ្នកលក់ជ្រូកនោះឲ្យឈប់ហើយចង់ទិញជ្រូកចិញ្ចឹមក៏ប៉ុន្តែគ្រាន់តែបត់កង់ចូលផ្ទះស្រាប់តែគ្មានមនុស្សសូម្បីតែម្នាក់ហើយសម្លឹងទៅផ្ទះនោះសុទ្ធតែមានព្រៃសុបទប់មានសុទ្ធតែពីងពីងនិងធូលីជុំចិត្តដោយមានអារម្មណ៍ព្រឺឆ្អឹងខ្នងគាត់ក៏បណ្ដាកង់មិនងាកក្រោយឡើងចាក់ចេញពីផ្ទះនោះហេតុការខ្មោចលងនៅផ្ទះតាស្រុននេះនៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់អ្នកស្រុកអ្នកភូមិក៏ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុនម្ចាស់ផ្ទះបាននាំគ្នាមករស់នៅដោយបានរៀបចំពិធីសែនព្រេនសូត្រមន្តបណ្ដេញសុបរទ្រព្យចង្រៃចេញពីផ្ទះហើយរុះរើឈើចាស់យកទៅប្រគេនព្រះសង្ឃនិងរស់នៅយ៉ាងសុខសាន្តដោយគ្មាននរណាប្រាប់ថាមានខ្មោចលងទៀតទេសូមអរគុណចំពោះការទស្សនារាល់ពាក្យពេចន៍មិនសមរម្យសូមមេត្តាខន្តីអភ័យទោសដល់យើងខ្ញុំផងសូមអរគុណ